ត្រូវបានពង្រីកលើវិស័យសំខាន់ផ្សេងទៀតរួមទាំងការលើកកម្ពស់ទួនាទីរបស់ស្ត្រីសម្ដេចឯកឧត្តមលោកជំទាវលោកស្រីនិងកញ្ញាជាទីគោរពនៅពេលនេះលោកជំទាវផែនថងបានដល់នឹងបដិសេធកិច្ចផ្លូវការជូនលោកជំទាវនិងស្វាមីតទៅនេះខ្ញុំបាទសូមគោរពអញ្ជើញឯកឧត្តមលោកជំទាវលោកស្រីនិងកញ្ញាទស្សនានៅពិធីទទួលស្វាគមន៍និងផ្ដល់បដិសេធកិច្ចផ្លូវការដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតជូនចំពោះលោកជំទាវនាយករដ្ឋមន្ត្រីថៃនិងស្វាមីនៅវិមានសន្តិភាព